ពីរនាក់ចិញ្ចឹមសេះស្គមកំប្រឹងពីរនាក់ទៀតក្បាលរឹងខែទូកធ្លុះធ្លាយដូចដែលយើងបានដឹងស្រាប់ហើយមិនថាជាសាច់ញាតិឬមិត្តភ័ក្តិដែលមានសម្ព័ន្ធភាពដ៏ល្អនឹងគ្នានោះទេនៅពេលដែលនិយាយពីរឿងមាសប្រាក់នោះនឹងធ្វើឲ្យបែកបាក់សម្ព័ន្ធភាពដោយងាយៗអាជីពគ្រប់យ៉ាងសុទ្ធតែពាក់ព័ន្ធជាមួយនឹងប្រាក់ទាំងអស់ជាពិសេសគឺការធ្វើជំនួញបើគ្មានប្រាក់ទេគឺមិនបាច់និយាយគ្នាឡើយមួយថ្ងៃមានតែរឿងប្រាក់ប៉ុណ្ណោះបើគ្មានប្រាក់នោះទេក៏គ្មានការជួញដូរនឹងគ្នានិងគ្មានការធ្វើធុរកិច្ចដែរជាពិសេសគឺធុរកិច្ចដែលរួមគ្នាបណ្ដាក់ទុនដោយម្ចាស់ភាគហ៊ុនម្នាក់ត្រូវតែមានចិត្តទូលាយនិងត្រូវមើលពីប្រយោជន៍រួមតែបើឃើញតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនជឿជាក់គ្នានិងមានអាកំបាំងរៀងខ្លួននោះការធ្វើការងារទាំងក្នុងនិងក្រៅក្រុមហ៊ុននឹងមិនអាចក្លាយជាធ្លុងមួយបានឡើយការចូលហ៊ុនគ្នាធ្វើធុរកិច្ចគឺជារឿងដែលលំបាកតាំងពីសម័យបុរាណមកកាលពីសម័យបុរាណសង្គមធុរកិច្ចនៅមិនទាន់ធំទូលាយនិងស្មុគស្មាញដូចបច្ចុប្បន្ននេះទេអ្នកជំនួញនៅអាចជៀសវាងការចូលហ៊ុនគ្នាធ្វើធុរកិច្ចនិងព្យាយាមបណ្ដាក់ទុនធ្វើធុរកិច្ចដោយខ្លួនឯងបានប៉ុន្តែសម័យបច្ចុប្បន្នបើមិនចង់មានអ្នកចូលរួមហ៊ុនត្រូវធ្វើអាជីវកម្មតូចប៉ុន្តែបើចង់ពង្រីកអាជីវកម្មឲ្យធំដុំនោះត្រូវតែប្រមូលដើមទុនត្រូវតែរកអ្នកដទៃមករួមបណ្ដាក់ទុនជាមួយការដែលចង់ឲ្យសម្ព័ន្ធភាពរបស់អ្នកតែរួមហ៊ុនប្រព្រឹត្តទៅដោយល្អនោះត្រូវវែកញែកសិទ្ធិរបស់ម្ចាស់អាជីវកម្មនិងសិទ្ធិគ្រប់គ្រងចេញពីគ្នាមានតែទុកចិត្តលើសមត្ថភាពរបស់អ្នកគ្រប់គ្រងអាជីវកម្មប៉ុណ្ណោះទើបអាចពង្រីកអាជីវកម្មបានដោយរលូនតាមរយៈបទពិសោធន៍នៅក្នុងវិស័យធុរកិច្ចធ្វើឲ្យយើងបានឃើញថាមនុស្សជាច្រើនពេលដែលបណ្ដាក់ទុនធ្វើធុរកិច្ចតែម្នាក់ឯងពូកែខ្លាំងណាស់ដោយទទួលបានជោគជ័យម្ដងហើយម្ដងទៀតប៉ុន្តែពេលដែលចូលហ៊ុនធ្វើធុរកិច្ចជាមួយអ្នកដទៃបែរជាបរាជ័យទៅវិញព្រោះអ្នករួមហ៊ុនម្នាក់គិតថាខ្លួនឯងពូកែមានការឆ្លោះប្រកែកគ្នានៅក្នុងក្រុមហ៊ុនមិនអាចបញ្ចេញសមត្ថភាពរបស់ខ្លួនបានសុភាសិតដែលថាពីរអ្នកចិញ្ចឹមសេះស្គមកំប្រឹងពីរអ្នកទៀតក្បាលរឹងថែទូកធ្លុះធ្លាយស័ក្តិសមសម្រាប់អ្នកដែលចូលហ៊ុនគ្នាធ្វើធុរកិច្ចដូច្នេះគួរតែយកធ្វើជាកតិដាស់តឿនស្មារតីឲ្យឃើញពីប្រយោជន៍រួមពុំឃើញតែប្រយោជន៍ផ្ទាល់ខ្លួន